សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកបង្ហាញបងប្អូនពីរបៀបធ្វើជ្រក់ត្រសក់ពោះរបៀបធ្វើជ្រក់ត្រសក់របស់យើងនេះគឺមិនពិបាកធ្វើទេហើយចំណែកគ្រឿងផ្សំក៏ងាយស្រួលរកនៅលើទីផ្សារដែរហើយជ្រក់ត្រសក់នេះបើសិនជាយើងបានហូបជាមួយនឹងត្រីអាំងឬក៏បាយក្តៅៗហ្នឹងគឺរឹតតែឆ្ងាញ់តោះកុំឲ្យខាតពេលយូរបងប្អូនទៅមើលវិធីធ្វើយើងទាំងអស់គ្នាជាដំបូងបងប្អូនត្រូវមានត្រសក់សិនហើយចំពោះត្រសក់បងប្អូនចង់ជ្រើសរើសយកត្រសក់ជ្រាបក៏បានឬក៏បងប្អូនមានត្រសក់ស្រូវក៏បានដែរប៉ុន្តែបងប្អូនត្រូវរើសយកត្រសក់ណាដែលខ្ចីៗអញ្ចឹងបើសិនជាត្រសក់ចាស់ឬក៏ត្រសក់ទុំហ្នឹងគឺយើងធ្វើទៅអត់ឆ្ងាញ់ទេបន្ទាប់ពីយើងមានត្រសក់ហើយបងប្អូនត្រូវរើត្រសក់របស់យើងហ្នឹងគឺមកចិតក្បាលចេញសិនអញ្ចឹងបងប្អូនចិតក្បាលមួយទៅរហូតដល់អស់ត្រសក់របស់យើងពេលយើងចិតក្បាលត្រសក់រួចហើយបន្តមកទៀតគឺបងប្អូនត្រូវយកត្រសក់ទាំងអស់នោះយកមកលាងសម្អាតជាមួយទឹកពី3 4ទឹកឲ្យធ្វើម៉េចឲ្យតែត្រសក់ហ្នឹងជ្រះជ័រនិងជ្រះដីបានស្អាតសិនពេលលាងសម្អាតជាមួយទឹកឲ្យបានស្អាតហើយបន្តមកទៀតគឺយើងយកត្រសក់ទាំងអស់នោះគឺយកមកជ្រៀកជា2ចម្រៀកឬក៏4ចម្រៀកទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនបន្តមកទៀតគឺយើងចាប់ផ្ដើមដាំទឹកស្កររបស់យើងចំពោះទឹកស្ករគឺបងប្អូនយកស្ករត្នោតមកកូរធ្វើម៉េចឲ្យស្ករត្នោតរបស់យើងហ្នឹងគឺឡើងពុះនិងឡើងជើងត្រង់សិនចំណុចប្រុងប្រយ័ត្នពេលបងប្អូនកូរស្ករធ្វើម៉េចកុំឲ្យខ្លោចអញ្ចឹងបងប្អូនត្រូវកូរឲ្យបានញាប់ណាខ្ញុំបងប្អូនអត់អាសាកូរទេនឹងធ្វើឲ្យស្ករត្នោតរបស់យើងហ្នឹងគឺខ្លោចហើយនឹងមានក្លិនឈាមបន្ទាប់ពីស្ករត្នោតយើងបានឡើងជើងត្រង់ហើយបងប្អូនត្រូវថែមនៅម្សៅស៊ុបចំនួន3ស្លាបព្រាបាយជាមួយនឹងប៊ីចេង1ស្លាបព្រាបាយបន្ទាប់ពីយើងដាក់គ្រឿងផ្សំហើយគឺបងប្អូនថែមទឹកជីចូលបន្តិចហើយនឹងធ្វើការរំងាស់ទឹកជីរបស់យើងហ្នឹងគឺឲ្យបានពុះសិនគឺយើងបន្ថែមនៅទឹកខ្មេះចូលបរិមាណទឹកខ្មេះបងប្អូនដាក់ប្រហែលកន្លះកូនចង្កឹះបានហើយបើយើងដាក់ច្រើនជាងនេះអាចឲ្យទឹកត្រាំត្រសក់របស់យើងហ្នឹងគឺជូរជ្រុលអញ្ចឹងពេលយើងត្រាំត្រសក់ទៅគឺអត់ឆ្ងាញ់ទេពេលទឹកពុះហើយគឺយើងទុកទឹកហ្នឹងឲ្យត្រជាក់សិនបន្ទាប់មកគឺយើងមកយកត្រសក់របស់យើងហ្នឹងដាក់ទៅក្នុងកែវរបស់យើងពុះកែវបើបងប្អូនមានកែវថ្មក៏យើងអាចដាក់បានដែរតែចំណែកនាងខ្ញុំមានតែកែវជ័រអញ្ចឹងនាងខ្ញុំប្រើកែវជ័រពេលទឹកយើងបានត្រជាក់ហើយគឺយើងពុះទឹកដាក់ចូលទៅក្នុងត្រសក់ដើម្បីធ្វើការត្រាំត្រសក់របស់យើងទោះវែកមួយគឺយូរអញ្ចឹងនាងខ្ញុំលើកផ្ទិញឆ្នាំងចាក់ម្ដងទៅគឺបានទាំងអស់ហ្មងអញ្ចឹងគឺលឿនពេលយើងចាក់ទឹកចូលអស់ហើយគឺយើងបិទគម្របឲ្យជិតហើយទុកត្រសក់របស់យើងនឹងចំនួនតែ2យប់បានហើយពេលត្រសក់របស់យើងនឹងបាន2យប់ហើយគឺពេលញ៉ាំបងប្អូនអាចយកត្រសក់ហ្នឹងគឺមកចិតជាចំណិតហើយយើងបន្ថែមនៅខ្ទឹមសនិងម្ទេសបន្តិចទៀតឬក៏លាយស្ករប៊ីចេងថែមបន្តិចទៀតគឺរឹតតែឆ្ងាញ់អូថ្ងៃនេះមានតែប៉ុណ្្នឹងសូមអរគុណបងប្អូនដែលបានទស្សនារហូតដល់